Pun 안녕하세요. 준비됐소 네 동학nie. 오늘은 결팟침 발음 공부합니다.ថ្ងៃនេះ ផងដែរ យើងសិក្សាអំពី 결팟침 សំឡេង 결팟침 គឺ ប្រែថា សំឡេងព្យញ្ជនៈ សំឡេងព្យញ្ជនៈនេះ គឺ វាដើរតួជា ជើងប្រកប នៃពាក្យ ជើងប្រកបនៃពាក្យ តោះ អញ្ចឹង ពាក្យទី 1 របស់យើង គឺ មាន នីអ៊ឹនជីអ៊ឹត នីអ៊ឹនជីអ៊ឹត អញ្ចឹង ពេលដែលយើង ប្រកប គឺយើងយកនី យកនីអ៊ឹនមកប្រកប យកនីអ៊ឹន អញ្ចឹង នីអ៊ឹនជីអ៊ឹត គឺយើងយកនី នីអ៊ឹន តោះ នីអ៊ឹនស្មើនឹងអក្សរ ណ តោះ អញ្ចឹង ដូចជាពាក្យ ឧទាហរណ៍ ដូចជាពាក្យ អាន់តា 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 ប្រែថាអង្គុយ អាន់តា តោះ ពាក្យទី 2 របស់យើង មាន នីអ៊ឹនហ៊ីអ៊ឹត នីអ៊ឹនហ៊ីអ៊ឹត អញ្ចឹង នីអ៊ឹនហ៊ីអ៊ឹត គឺពេលដែលយើងយកប្រកប គឺយើងយកនី យកនីអ៊ឹន នីអ៊ឹនខាងមុខនេះ មានសំឡេងអក្សរ ណ ឧទាហរណ៍ ដូចជាពាក្យ ម៉ាន់ថា ម៉ាន់ថា ប្រែថា ច្រើន ម៉ាន់ថា ប្រែថា ច្រើន តោះ ពាក្យទី 3 របស់យើង រីអ៊ឹលហ៊ីអ៊ឹត រីអ៊ឹលហ៊ីអ៊ឹត អញ្ចឹង រីអ៊ឹលហ៊ីអ៊ឹត គឺយើងយកសំឡេងរី យករីអ៊ឹល យកមកប្រកប តោះ អញ្ចឹង សំឡេងរីអ៊ឹល ស្មើនឹងអក្សរ ល ឧទាហរណ៍ ដូចជាពាក្យ គឺរីដា 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 ប្រែថា ដាំពុះ ដាំពុះ គឺយើងដាំទឹក គឺរីដា គឺរីដា ប្រែថា ដាំពុះ តោះ ពាក្យទី 4 របស់យើង គឺមាន រីអ៊ឹលស៊ីអ៊ុត 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 នេះ គឺយើងយករី យករីអ៊ឹល រីអ៊ឹល មានសំឡេងអក្សរ អក្សរ ល តោះ ដូចជាពាក្យ វេគុលតា 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 តោះ វេគុលតា នឹង ប្រែថា មានចិត្តតែមួយ វេគុលតា មានចិត្តតែមួយ តោះ ពាក្យទី 5 របស់យើង គឺ រីអ៊ឹលធីអ៊ឹត រីអ៊ឹលធីអ៊ឹត អញ្ចឹង ពេលដែលប្រកប គឺយើងយករី យករីអ៊ឹល រីអ៊ឹល នេះ មានសំឡេងអក្សរ អក្សរ ល ឧទាហរណ៍ ដូចជាពាក្យ ហាល់តា ហាល់តា ហ្នឹង ប្រែថា ហិចតា តោះ ពាក្យទី 6 របស់យើង គឺ រីអ៊ឹលភីអ៊ឹប 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 គឺយើងយករី យករីអ៊ឹល តោះ រីអ៊ឹល មានសំឡេងអក្សរ ល ល តោះ ដូចជាពាក្យ ណលដា 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 ប្រែថា ទូលាយ ទូលាយ តោះ ពាក្យទី 7 របស់យើង គឺ រីអ៊ឹលភីអ៊ឹប រីអ៊ឹលភីអ៊ឹប តោះ ភីអ៊ឹប គឺមានសំឡេងអក្សរ ផ ផ រីអ៊ឹលភីអ៊ឹប មានសំឡេងអក្សរ ផ ឧទាហរណ៍ ដូចជា អ៊ឺបតា 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 ប្រែថា សូត្រឡើងវិញ អ៊ឺបតា អញ្ចឹង អ៊ឺបតា ហ្នឹង ប្រែថា សូត្រឡើង សូត្រឡើងវិញ តោះ ពាក្យទី 8 របស់យើង រីអ៊ឹលមីអ៊ឹម រីអ៊ឹលមីអ៊ឹម គឺយើងយក មី យកមីអ៊ឹម តោះ មីអ៊ឹម មានសំឡេងអក្សរ អក្សរ ម ដូចជាពាក្យ សាំតា 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 ប្រែថា ស្ងោរ សាំតា តោះ ពាក្យទី 9 របស់យើង រីអ៊ឹលខីយ៉ក រីអ៊ឹលខីយ៉ក គឺយើងយក យកខីយ៉ក ខីយ៉ក មានសំឡេងអក្សរ សំឡេងអក្សរ ក ឧទាហរណ៍ ដូចជាពាក្យ ម៉ាក់តា 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 ប្រែថា មេឃស្រឡះ ម៉ាក់តា មេឃស្រឡះ តោះ ពាក្យទី 10 របស់យើង ខីយ៉កស៊ីអ៊ុត ខីយ៉កស៊ីអ៊ុត គឺយើងយកសំឡេង ខី យកខីយ៉ក តោះ ខីយ៉ក មានសំឡេងអក្សរ អក្សរ ក ដូចជាពាក្យ ណក់ 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 ប្រែថា ព្រលឹង ណក់ ព្រលឹង តោះ ពាក្យទី 11 របស់យើង ភីអ៊ឹបស៊ីអ៊ុត ភីអ៊ឹបស៊ីអ៊ុត គឺយើងយកសំឡេង ភីអ៊ឹប ភីអ៊ឹប តោះ ភ
ភាគមានសម្លេងអក្សរសបតោះដូចជាពាក្យខាប់បាទខាប់ប្រែថាដំឡៃខាប់ប្រែថាដំឡៃតោះអញ្ចឹងបងប្អូនទាំងអស់គ្នាបាទពាក្យទាំងអស់នេះគឺជាសម្លេងបាទជាញ្ជនៈបាទជើងប្រកបអញ្ចឹងទាំងអស់នេះគឺជាជើងប្រកបទាំងអស់គ្នាបាទគឺជាជើងប្រកបអញ្ចឹងយើងមានជាសម្លេងបាទយើងអាចអានមកសម្លេងខាងមុខនេះបានបន្តមកទៀតយើងក៏មានជាឧទាហរណ៍ឲ្យមួយដែរអញ្ចឹងមើលមានពាក្យបាទទាំងអស់ណាដែលមានជើងព្យញ្ជនៈពីរនៅខាងក្រោមយើងអាចមើលតាមនេះបានអញ្ចឹងយើងយកសម្លេងតាមបាទជើងប្រកបនៅខាងមុខនេះបាទតោះអញ្ចឹងប៉ុណ្ណឹងសិនអ្នកទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយអានយ៉ងហ៊ីកេសេអូ